គឺប្របាទអង្គច័ន្ទទី2អង្គច័ន្ទទី2បាទអង្គច័ន្ទទី2កសាងណាបាទគួរតែមកវត្តស100បាទសម្រាប់ខ្ញុំទាំងពីរនាក់ក៏សូមសំណូមពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាទាំងក្នុងនិងក្រៅប្រទេសអញ្ជើញមកទស្សនានៅទីនេះឲ្យបានច្រើនកកក្រពីព្រោះទីនេះគឺជារមណីយដ្ឋានប្រវត្តិសាស្ត្របែបធម្មជាតិមួយដែលសល់តាំងពីសម័យបុរាណហើយក៏សល់តាំងពីសម័យចេនឡារហូតមកដល់ពេលបច្ចុប្បន្ននេះផងដែរបើយើងគិតមើលទូថាក្នុងអំឡុងឆ្នាំ1529មកដល់ឥឡូវវាជាង500ឆ្នាំហើយបាទពិតជាបុរាណខ្លាំងមែនទែនបាទស្ថិតថ្ងៃផ្លូវពីភ្នំពេញមកដល់វត្តនេះគឺមាន330គីឡូចាអញ្ចឹងឥឡូវនេះខ្ញុំនឹងទៅឲ្យបងប្អូនមើលផ្ទាល់ណាតាតស100មែនអត់ខ្ញុំឲ្យពូម៉ាក់ខ្ញុំរាប់ឲ្យបានគ្រប់100មែនអត់ចាហើយក៏ជម្រាបជូនប្រវត្តិខ្លីៗខ្លះដែលមិត្តភក្តិខ្ញុំគាត់ដឹងច្បាស់ចាជម្រាបជូនបងប្អូនឲ្យដឹងចាណែអូនចំពោះប្រាសាទនេះយើងហៅថាប្រាសាទចុះបាទដោយសារតែមានអាយុកាលយូរឆ្នាំហើយបាទតែនេះតើពាក់បើជើងឡើងអត់អត់អីឡើងទៅដល់លើបានយើងអត់អាចពាក់បានបាទសុំទៅកណ្ដោះយើងតិចតិចហ្នឹងហើយអូខេនេះថតជូនបងប្អូនឲ្យមើលឃើញណាបងប្អូនពីពេលសង្ក្រានបាទពេលសង្ក្រានគេធ្វើសង្ក្រាននៅនេះបាទចានិយាយទៅអស់ចាខ្លាំងចាព្រោះមានតែមួយទេណាស្រុកខ្មែរហើយយើងរាប់1 2 3 4 5 6 7 8 9 10 12 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 166 167 168 169 170 171 172 173 174 175 176 177 178 179 180 181 182 183 184 185 186 187 188 189 190 191 192 193 194 195 196 197 198 199 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 1
116ជាងរាប់អស់នេះបងរាប់អស់នៅមិញអូខេជាង100មិនមែនត្រឹមតែ100ដើមទេណាបាទជាង100ទៀតណាបាទ ចានិយាយថាអាជាងហ្នឹងទៅបង្កើតថ្មីឬក៏យ៉ាងម៉េច អត់ទេដូចមានបង្កើតថ្មីទេវាមានអញ្ចឹងដល់ អូចឹងបានន័យថា100ជាងណោះ បាទ ចាតែគេនិយាយស្រួលស្ដាប់ទៅគឺថាវត្តស 100 100 បាទ ចា ហើយយើងបានចែកជាថ្នាក់ដូចជានៅខាងក្រោមនេះគឺសម្រាប់សាលារៀនពុទ្ធកៈអីចឹងទៅបាទព្រះសង្ឃម្សិលលោកអាចមកសិក្សានៅខាងក្រោមនេះបានហើយខាងលើគឺជាព្រះវិហារដែលតម្កល់ពុទ្ធបដិមាទៅបាទ តាមជាចម្លាំងឲ្យគាត់ពួកគាត់មើលណា បាទបាទ ដើរមើលក្រោមចឹងទៅ អូខេ ចានេះយកទៅទស្សនភាពខ្លាំងចាមើលរាប់មើលពីសម័យនោះមកដល់ឥឡូវបានទស្សវត្ស តាំងពីសតវត្សទី16បាទអញ្ចឹងបងប្អូនយើងគិតមើលតាមពីឆ្នាំ1529មកដល់ឥឡូវវាច្រើន100ឆ្នាំហ្នឹងបាទបាទចូលជាង500ឆ្នាំហើយបាទចំពោះទីតាំងមួយនេះហើយខាងនោះគឺជាចែកដីមួយទៀតយើងនឹងបង្ហាញនៅក្នុងពេលបន្តិចទៀតបាទធំទូលាយមែនទែនសម្រាប់ទីតាំងមួយនេះពុកម៉ែបងប្អូនអរគ្នា នេះតោះឥឡូវទៅមើលចាក់ដីបន្តិចទៅនេះឈរពីនេះទៅបងចុះពីហ្នឹងទៅ បាទចំពោះរូបសំណាកនេះគឺជារូបសំណាករបស់លោកតាទោះបាទលោកតាទោះគឺគាត់អាចធ្វើការទស្សទាយជោគវាសនារបស់មនុស្សយើងពីអតីតកាលបច្ចុប្បន្នកាលនិងអនាគតកាលផងដែរបាទគឺតាមជំនឿរបស់បងប្អូនទាំងអស់គ្នាដែលរស់នៅក្នុងខេត្តកោះចេះនេះតែងតែមកគោរពលោកតាក៏ដូចជាបន់ស្រន់ជាមួយលោកតាបួងសួងផ្សេងៗផងដែរបាទអូខេហើយ ដីនេះស្អាតទៅណោះ បាទ សោះតែមើលឈ្មោះទៅស្អាតខ្លាំងណាស់ចាក់ដីនេះណាធំ ឈ្មោះទីនេះដូចនៅខាងនោះ ស្អាតណាស់ បាទ ដាក់ចុច5ណាអូនេះអង្គនេះណា ព្រះនរាយណ៍ បាទ ទៅរៀបគាត់ទៅស្មោ មកតែសុខសប្បាយបង ទៅតែជួបព្រះអង្គនៅខេត្តសៀមរាប ខាងនេះមេតបពិជ័យ មេតបជ័យ បាទ នេះបងប្អូននេះមេតបជ័យចាសុទ្ធតែជាទីកន្លែងនេះណា ទីសក្ការៈបាទអង្គបារមីជាច្រើននៅទីនេះបាទ ចាអូបារមីច្រើនណាស់បាទ បាទទីគឺមកយើងដើរចូលពីខាងនោះខ្ញុំត្រូវពីខាងនោះវិញខ្ញុំត្រូវណាពីខាងនោះវិញមក ចាបងប្អូនអញ្ចឹងជំរាបជូននៅប្រវត្តិរបស់ចែកដីនេះបន្តិចអញ្ចឹងណាចាឥឡូវឲ្យមិត្តភ័ក្ដិខ្ញុំគាត់និយាយប្រកបច្បាស់ខាងហ្នឹង បាទសូមជម្រាបទៅពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានដឹងថាចំពោះចេតិយដែលនៅពីក្រោយយើងខ្ញុំទាំងពីរនាក់នេះគឺជាចេតិយដែលកសាងដោយព្រះបាទអង្គច័ន្ទរាជាដែលលោកកសាងនៅក្នុងឆ្នាំ1529ផងដែរហើយចំពោះចេតិយនេះគឺជាចេតិយសម្រាប់តម្កល់នៅព្រះធាតុ
របស់បុត្រីព្រះអង្គផ្ទាល់បាទគឺមានព្រះនាមថាព្រះមហាក្សត្រីវរភៈបាទទីនេះគឺសម្រាប់តម្កល់ព្រះប្រធានបាទប្រធានរបស់បុត្រីព្រះអង្គទី1 ហើយចុះធាតគាត់ហ៎ បាទធាតលោកអត់នៅទីនេះទេប៉ុន្តែនៅទីនេះគឺមានតម្កល់ជាមួយនឹងស្ដេចផ្សេងៗដែរដូចជាស្ដេចជ័យយថា ស្ដេចសត្ថាទី1បាទស្ដេចជ័យយថាទី1ក៏លោកត្រូវនៅក្នុងនេះដែរហើយក៏ដូចជាមន្ត្រីមហាមន្ត្រីផ្សេងៗក៏លោកនៅទីនេះផងដែរបាទអញ្ចឹងមានន័យថាទីនេះគឺទីទួលមួយសម្រាប់តម្កល់នៅព្រះសិរីប្រធានរបស់ព្រះមហាក្សត្រផងក៏ដូចជាថ្នាក់ដឹកនាំធំនៅក្នុងសម័យកាលនោះផងដែរបាទចឹងបើសិនជាយកអត់បានមកផ្ទាល់យកអត់ដឹងបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំមកផ្ដិតផ្ទាល់មកនេះនៅប្រវត្តិសាស្ត្រខ្មែរយើងណាចាអញ្ចឹងខ្ញុំក៏អត់ច្បាស់ប្រវត្តិដែរអញ្ចឹងស្ដាច់ខ្លះយើងអត់ដឹងយើងត្រូវបើកមើលតាមទូរស័ព្ទកុំឲ្យហៅឈ្មោះគាត់ខុសណាអូខេហ្នឹងហើយអញ្ចឹងកន្លែងនេះគឺជាកន្លែងប្រធានហ្នឹងគឺថាឆ្អឹងហ្នឹងបងប្អូនណាឆ្អឹងចាល្អមែនតើមកដល់បាទសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាដែលរស់នៅទីក្រុងភ្នំពេញឬក៏តាមបណ្ដាខេត្តផ្សេងៗអាចមកទស្សនានៅទីនេះក៏ដូចជាផ្ដិតយករូបភាពនៃរមណីយដ្ឋានបែបប្រវត្តិសាស្ត្របុរាណផងដែរបាទដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានស្គាល់ថាតើទីនេះគឺជាកន្លែងអ្វីហើយសម្រាប់តម្កល់អ្វីដែរចំពោះចែកដីមួយនេះបាទល្អមែនតើណាមិនងាយបានមកផ្ទាល់បងប្អូនណាអញ្ចឹងបងប្អូនអ្នកដែលបានមកផ្ទាល់គាត់នឹងបានឃើញតាមរយៈវីដេអូខ្ញុំនេះចាអញ្ចឹងយើងទៅទស្សនានៅតស100នៅលើវត្តម្ដងចាបាទសូមអញ្ជើញខ្ញុំគាត់ធ្វើស្អាតណាស់ចាបងប្អូនអញ្ចឹងដោយសារលោកយាយគាត់ស្គាល់ប្រវត្តិច្បាស់ណាគាត់ថាវត្តនេះគឺវត្តតសររហូតដល់116ចាចា116ហ្នឹងហើយប៉ុន្តែគេហៅតែវត្តតស100តស100ចឹងទៅចាសូមចូលចាអូយស្អាតតែច្រាស់ថ្លាមែនតើចាល្បីទៅតាមរូបដូចជាប្រវត្តិផ្សេងណាចឹងថ្ងៃនេះគឺបានមកដល់ហើយ336ឲ្យចង្រៃរពួនទាំងឡាយប្រជាញាតិអាចចូលឲ្យជាវាជាឆ្ងាយទៅសាករកវិញ្ញាសន្តោសូមរប្រវត្តិអ្នកជាសត្វបែទៅមានទៅវត្តបណ្ដាយាអត្រៃដល់អ្នកឡាសកជាខេកវេសូមរញ្ញាជុំកលមានសេចក្តីសុខមានអាយុវ័យសុខផលចិត្តយត្តឡាក្នុងប្រាថ្នាត្រៃនោះផនេះជាផលប្រយោជន៍ផលប្រយោជន៍ជាផលសម្រាប់ចាបងប្អូនក្រោយពីការដែលថាយើងចងបោះនេះបងប្អូនណាចាសូមសេចក្តីសុខចាពីព្រះអង្គនៅវត្តតស100ចាហើយនេះបងប្អូនណានេះវត្តតស116ប៉ុន្តែគេហៅថាវត្តតស100ចាទស្សនភាពចាក់ស្ដែងបងប្អូននេះរាប់100ពាន់ឆ្នាំណាតាំងពីសម័យព្រះអង្គចេនឡាមកណាអត់ធម្មតាទេហើយខ្ញុំថ្ងៃនេះខ្ញុំគិតថាខ្ញុំមានបនមួយដែរបាទខ្ញុំមកដល់កន្លែងនេះណាចាយើងគិតមើលថាតាទីតាំងមួយនេះតាំងពីឆ្នាំ1529រហូតមកដល់ឥឡូវដែលមានប្រវត្តិរហូតដល់ជាង500ឆ្នាំហើយបាទជាង500ឆ្នាំតើរូបភាពដែលនៅពេលថ្មីតើនឹងស្អាតប្រព័ន្ធណាបាទហើយក្រោមការជួសជុលថ្មីបាទយើងឃើញថាសភាពបែបនេះគឺនៅតែថ្មីរហូតបាទមាំខ្លាំងណាស់បាទចាទោះបីថារាប់រយឆ្នាំក៏ដោយប៉ុន្តែសភាពឃើញវាដូចរបៀបបុរាណប៉ុន្តែស្អាតបាទចាអញ្ចឹងការថ្មីក៏មួយបែបយើងមើលរបៀបបុរាណនេះក៏វាមួយបែបអញ្ចឹងណាបាទយើងរាប់ដំបូងថាត្រួសមានត្រឹមតែ100ទៅស100តែជាក់ស្ដែងគឺមានរហូតដល់116ណាបាទ116បាទ
អញ្ចឹងសម្រាប់វីដេអូមួយនេះខ្ញុំចង់ឲ្យបងប្អូនប្រជាជនខ្មែរយើងឲ្យបានមកស្គាល់ប្រវត្តិក៏ដូចជាទីតាំងនេះផ្ទាល់ដោយសារប្រវត្តិមិនធម្មតាទេណាចាជាស្ដេចយើងគាត់អ្នកឲ្យធ្វើណាចៃជាគឺប្របាទអង្គច័ន្ទទី2អង្គច័ន្ទទី2បាទអង្គច័ន្ទទី2កសាងណាបាទអញ្ចឹងបើសិនជាបងប្អូនដែលគាត់មកខេត្តកញ្ចេះនេះគួរតែមកវត្តស100បាទចាតោះមានតែ5ផ្ញើទៅបងប្អូនយើងអញ្ចឹងសម្រាប់ខ្ញុំទាំងពីរនាក់ក៏សូមសំណូមពរដល់ពុកម៉ែបងប្អូនអរគ្នាទាំងក្នុងនិងក្រៅប្រទេសអញ្ជើញមកទស្សនានៅទីនេះឲ្យបានច្រើនកកក្រពីព្រោះទីនេះគឺជារមណីយដ្ឋានប្រវត្តិសាស្ត្របែបធម្មជាតិមួយដែលសល់តាំងពីសម័យបុរាណហើយក៏សល់តាំងពីសម័យចេនឡារហូតមកដល់ពេលបច្ចុប្បន្ននេះផងដែរបើយើងគិតមើលទូថាក្នុងអំឡុងឆ្នាំ1529មកដល់ឥឡូវវាជាង500ឆ្នាំហើយបាទពិតជាបុរាណខ្លាំងមែនទែនបាទអញ្ចឹងអរគុណច្រើនហើយជូនពរឲ្យពុកម៉ែបងប្អូនអរគ្នាមានសុខសុវត្ថិភាពគ្រប់គ្នាគ្រប់ទីកន្លែងទាំងអស់បាទចាអញ្ចឹងជូនបនណាបងប្អូនទាំងអស់គ្នាមិនថាក្រៅស្រុកនិងក្នុងស្រុកតែជូនបនពីវត្តស100ទាំងអស់គ្នាផងដែរចាអរគុណច្រើន